បាទស្ដីបងប្អូនទាំងអស់គ្នានេះគឺជាលុយថ្មីរបស់ខ្ញុំដែលខ្ញុំចាប់ផ្ដើមបង្ហាត់វាទៅវិញហើយតែទៅស្ទាំងកណ្ដោនេះស្រួលប្រហែលទេគ្រាន់តែយើងឲ្យទម្លាប់វាទៅវាដឹងហើយវាស្រួលអត់ដូចប្រភេទប្រមាញ់ទេប្រភេទប្រមាញ់យើងតើតែចេះស្រកគីឡូអីចឹងណាអានេះយើងបាក់សីយើងកុំឲ្យវាស៊ីស្រួលពេកមានពេលឲ្យវាច្រើនបើចង់ចាំបាក់សីប្រមាញ់យើងត្រូវមានពេលឲ្យវាច្រើនដើម្បីកើតនូវចេតនាជាមួយវាស្គាល់ចិត្តវាឲ្យវាស្គាល់ចិត្តយើងបាទលុយពេលដែលវាស្គាល់ចិត្តយើងហើយយើងស្គាល់ចិត្តវាគឺយើងអាចបង្ហាត់វាបានហៅវាបានដឹងថាចំណីដាក់ម៉ានហៅវាមកចំណីឲ្យវាស៊ីប៉ុណ្ណាបានវាហៅមកតម្លាក់ចំណីប៉ុណ្ណាគួរតែឲ្យវាស៊ីមួយថ្ងៃប្រហែលបានហៅមកមួយថ្ងៃប្រហែលដងអីចឹងបងប្អូនហ្នឹងវាចឹងយើងអាចថាឃើញគេចិញ្ចឹមបាក់សីចង់ចិញ្ចឹមដែរឃើញគេចិញ្ចឹមដូចតំណងដល់ហៅមកអានេះគេតម្លាក់ចំណីវាគេបើអត់វាអីចឹងទៅការបង្អត់អាហារហ្នឹងឯងដែរគេហៅថាការតម្លាក់ចំណីតែបង្អត់វាមិនបង្អត់គ្នាសោះណាបងប្អូនតែបង្អត់បែបលក្ខណៈថា30-40% ឬក៏20%អីទៅមិនមែននៃគីឡូមានថា30-40% នៃចំណីដែលយើងធ្លាប់ចុកវាឆ្អែតចឹងយើងតម្លាក់មកសល់នេះវិញវាថាធ្លាប់ឲ្យវាស៊ី30-40-100% ចឹងយើងតម្លាក់មក 30-40% វិញបាទអរគុណច្រើនបងប្អូនកុំភ្លេចជួយចុច Subscribe ក៏ដូចជា Like page admin មួយផងឬក៏ channel YouTube របស់ admin មួយផងបាទដើម្បីមានវីដេអូចែកម្លែកឬក៏បងប្អូនចង់សួរនាំពីបញ្ហាបាក់សីអញ្ចឹងអាចសួរនាំបានសម្រាប់បងប្អូនដែលស្រឡាញ់ដែលរៀនចិញ្ចឹមថ្មីអរគុណជម្រាបលា